សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពី add-in មួយដែលយើងនឹងប្រើជាមួយនឹងកម្មវិធី Word ដើម្បីបំលែងពីការបដិឆេទធម្មតាទៅជាការបដិឆេទជាសូរិយគតិឬក៏ជាការបដិឆេទបែបជាចន្ទគតិនៅក្នុងវីដេអូមុនខ្ញុំបង្ហាញបងប្អូនរបៀបដែលយើងធ្វើនៅក្នុង Google Sheet ប៉ុន្តែនៅក្នុងវីដេអូនេះយើងនឹងរៀនរបៀបធ្វើនៅក្នុងកម្មវិធី Word វិញម្ដងអញ្ចឹងដើម្បីយើងអាចធ្វើបែបនោះបាននៅក្នុងកម្មវិធី Word ដំបូងឡើយគឺបងប្អូនត្រូវចូលទៅដំឡើងកម្មវិធីមួយសិនដោយកម្មវិធីនេះគឺមានឈ្មោះថា Khmer Lunar អញ្ចឹងកម្មវិធីនេះបងប្អូនអាចនឹងស្វែងរក download បានគឺខ្ញុំនឹងដាក់ link នៅក្នុង description នៅក្នុង Telegram group របស់ខ្ញុំអញ្ចឹងបងប្អូនអាចចូលទៅហើយបងប្អូនអាច download បន្ទាប់មកគឺបងប្អូនដំឡើងក្រោយពេលដែលបងប្អូនធ្វើការដំឡើងរួចរាល់អញ្ចឹងបងប្អូនបើកមកចូលកម្មវិធី Word តែម្ដងអញ្ចឹងខ្ញុំចូលកម្មវិធី Word របស់ខ្ញុំក្រោយពេលដែលបងប្អូនចូលមកដល់ក្នុងកម្មវិធី Word របស់បងប្អូនអញ្ចឹងបងប្អូនក្រឡេកមកមើល tab ខាងលើនេះបងប្អូននឹងឃើញមាន tab មួយដែលមានឈ្មោះថា Khmer Date អញ្ចឹងមុនពេលដែលបងប្អូនដំឡើងកម្មវិធី tab Khmer Date នេះគឺអត់ទាន់មានទេទាល់តែបងប្អូនដំឡើងកម្មវិធីនេះរួចទើប tab Khmer Date នេះគឺមាននៅកន្លែងនេះតែម្ដងអញ្ចឹងដើម្បីដាក់នៅថ្ងៃសូរិយគតិឬក៏ចន្ទគតិចូលមកក្នុងឯកសាររបស់យើងអញ្ចឹងបងប្អូនគ្រាន់តែដាក់ម៉ៅបងប្អូននៅកន្លែងណាមួយដែលបងប្អូនចង់ឲ្យថ្ងៃហ្នឹងចេញមកហើយបន្ទាប់មកបងប្អូនចុចនៅលើ Khmer Date បាទអញ្ចឹងបងប្អូនចុចនៅលើ Khmer Date មកគឺបងប្អូននឹងឃើញមាន option ចំនួន3នៅកន្លែងនេះអញ្ចឹងសម្រាប់ option ទី1ដែលគេដាក់ពាក្យថាថ្ងៃនេះអញ្ចឹងបើសិនជាបងប្អូនចុចនៅលើថ្ងៃនេះគឺវានឹងបញ្ចេញការបដិឆេទសម្រាប់ថ្ងៃនេះតែម្ដងបាទសម្រាប់ថ្ងៃនេះតែម្ដងប៉ុន្តែបើសិនជាបងប្អូនចង់បានការបដិឆេទសម្រាប់ថ្ងៃណាមួយជាក់លាក់ឧទាហរណ៍ថាឥឡូវខ្ញុំចង់បានថ្ងៃទី10បាទខ្ញុំចង់បានថ្ងៃទី15ខែមករាឆ្នាំ2026អញ្ចឹងយើងកំណត់ថ្ងៃការបដិឆេទនៅប្រឡោះនេះរួចហើយបងប្អូនចុចនៅលើកន្លែងបំលែងបាទចុចនៅលើកន្លែងបំលែងអញ្ចឹងនៅពេលនោះវានឹងបំលែងពីថ្ងៃដែលបងប្អូនបានកំណត់នេះមកនៅកន្លែងនេះគឺថ្ងៃទី15ខែមករាឆ្នាំ2026ដែលយើងគិតជាថ្ងៃខ្មែររបស់យើងគឺត្រូវនៅថ្ងៃប្រហោះ12រោចខែបុស្សឆ្នាំម្សាញ់ហើយនឹងសព្វស័កអីហោហាអញ្ចឹងមកបាទអញ្ចឹងកម្មវិធីមួយនេះគឺមានលក្ខណៈងាយស្រួលសម្រាប់បងប្អូនដែលប្រើកម្មវិធី Word ហើយត្រូវការបដិឆេទជាលក្ខណៈទាំងសូរិយគតិនិងទាំងចន្ទគតិគឺបងប្អូនអាចប្រើកម្មវិធីនេះដើម្បីនឹងជួយបងប្អូនក្នុងការដែលបងប្អូនធ្វើឯកសារដែរលក្ខណៈពិសេសរបស់វាគឺឥឡូវឧទាហរណ៍ថាខ្ញុំចង់បានជាទូទៅគឺថ្ងៃខែហ្នឹងគឺយើងដាក់នៅខាងក្រោមត្រូវអត់បាទអញ្ចឹងយើងឧទាហរណ៍ថាខ្ញុំទម្លាក់មកខាងក្រោមមកហើយខ្ញុំដាក់នៅឯខាងស្ដាំបាទអញ្ចឹងការបដិឆេទខ្ញុំនេះខ្ញុំចង់ដាក់នៅឯខាងស្ដាំនេះអញ្ចឹងបងប្អូនគ្រាន់តែដាក់ cursor បងប្អូននៅកន្លែងលោតហ្នឹងដាក់កន្លែងហ្នឹងមកហើយបងប្អូនចុចលើពាក្យថ្ងៃនេះមកគឺបងប្អូននឹងបានតែម្ដងហើយឬក៏យើងអាចចង់បានថ្ងៃជាក់លាក់ណាមួយយើងកំណត់ថ្ងៃជាក់លាក់មកខ្ញុំឥឡូវខ្ញុំយកថ្ងៃទី15ឆ្នាំ2028ឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងបន្ទាប់មកគឺបងប្អូនចុចនៅលើពាក្យថាបំលែងអញ្ចឹងគឺបងប្អូននឹងបានថ្ងៃទី15ខែមករាឆ្នាំ2028ដោយស្មើនឹងថ្ងៃសៅរ៍4រោចខែបុស្សឆ្នាំមមែបាទនៅបស័កពុទ្ធសករាជ2571នេះគឺជាការបដិឆេទដែលវាបំលែងមកឲ្យយើងអញ្ចឹងកម្មវិធីនេះខ្ញុំគិតថាល្អហើយក៏ផ្ដល់នូវលក្ខណៈងាយស្រួលសម្រាប់បងប្អូនដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះដើម្បីនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាវីដេអូនេះនឹងបានផ្ដល់ប្រយោជន៍សម្រាប់បងប្អូនដែរអរគុណច្រើនសូមជម្រាបលាហើយសូមព្រះយេស៊ូវគ្រីស្ទប្រទានពរ